សួស្តីទៅកាន់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងបន្តទៅកាន់ភាគទី2ប៉ុន្តែមុននឹងបន្តអ្នកទាំងអស់គ្នាកុំភ្លេចចុចមេដៃហើយគួរតែ comment ម្នាក់មួយផងអំពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាបកកាន់រឿងមួយនេះឬរបស់យើងនឹងត្រូវបន្តនៅពេលដែលជា in បើក up ដែលជួនចាត់ចំដិតផ្ញើមកបើកទៅក៏បានឃើញតកតារបស់អ៊ុនហូប្រឡាក់ពោពេញទៅដោយឈាមនៅពេលដែលបានឃើញបែបហ្នឹងជា in នឹងបានតក់ស្លុតរហូតដល់ស្លាប់តែម្ដងហើយនៅពេលហ្នឹងគឺលោកស្រីវ៉ាន់ក៏ស្ទើរតែមិនអាចទប់ជំហរខ្លួនឯងបានដូចគ្នាអ្វីដែលត្រូវធ្វើពេលនេះគឺខនហើយគ្រូពេទ្យហើយក៏ត្រូវតាក់ទងទៅកាន់គីចាន់ដែរចំពោះសកម្មភាពរបស់គីចាន់ជាមួយនឹងសេរីត្រូវបានកាត់ផ្តាច់ដោយសារតែអ្នកផ្ទះខលមកហើយគីចាន់ក៏ត្រូវត្រឡប់ទៅវិញនៅពេលនេះនៅពេលដែលគីចាន់បានទៅដល់មុខផ្ទះសឹងអូក៏បានមកដល់ល្មមសឹងអូក៏បានសួរអំពីដំណឹងរបស់អ៊ុនហូប៉ុន្តែគីចាន់បាននិយាយថាចូលទៅក្នុងផ្ទះសិនទៅចាំនិយាយគ្នាហើយនៅពេលហ្នឹងគឺសេរីបានចុះពីលើឡានរបស់នាងនិងបានសម្លឹងមើលទៅកាន់ផ្ទះដ៏ធំមួយនេះជាមួយនឹងទឹកមុខបង្ហាញថានាងត្រូវតែជាអ្នកឈ្នះចំណែកឯជេអ៊ីនពេលនេះត្រូវបានយុគចុងជួយដាក់សរោមឲ្យយុគចុងគឺជាគ្រូពេទ្យហើយនៅពេលនេះគឺនាងទទួលទូនាទីមើលថែទៅកាន់ជេអ៊ីននាងក៏បានដឹងខ្លួនឡើងវិញល្មមទៀមនាងក៏នឹកឃើញថាអ៊ុនហូមិនទាន់រកឃើញនោះទេនៅពេលហ្នឹងនាងបានដោះសរោមចេញភ្លាមនាងមិនអាចដេកនៅក្រៅឬស្ងៀមបាននោះទេប៉ុន្តែមករបស់នាងជាមួយនឹងយុគចុងមានតែព្យាយាមជួយបញ្យល់នៅរំងាប់អារម្មណ៍របស់ជេអ៊ីនយ៉ាងណាក៏ដោយជេអ៊ីនមិនអាចតាំងអារម្មណ៍បាននោះទេនាងមិនអាចនៅសុខស្រួលបាននៅពេលដែលនាងអារម្មណ៍ពីកូនរបស់នាងបំផុតនាងបាននិយាយថាអ៊ុនហូប្រហែលជាកំពុងទៅត្រូវការនាងខ្លាំងបំផុតពេលនេះនាងពិតជាចង់ទៅរកគេខ្លាំងណាស់ពេលដែលជេអ៊ីនចុះទៅដល់ខាងក្រោមគីចាន់ក៏បានចូលមកដល់ក្នុងផ្ទះមុំនាងក៏បានសួរថាតើគីចាន់បានរកអ៊ុនហូឃើញទេហើយនៅពេលហ្នឹងគីចាន់គេមិនដឹងឆ្លើយតបបែបណាទេជេអ៊ីនបាននិយាយថានាងខំទៅគិតថាគីចាន់បានចេញទៅរកអ៊ុនហូជេអ៊ីនក៏បាននិយាយទៀតថាគីចាន់គួរតែទៅរកអ៊ុនហូពីព្រោះគីចាន់គឺជាលោកប៉ារបស់គេពួកយើងគួរតែទៅរកអ៊ុនហូទាំងអស់គ្នាហើយឋានភាពរបស់ជេអ៊ីនពេលនេះគឺពិតជាពិបាកភ្នែកមើលខ្លាំងណាស់បន្ទាប់ពីហ្នឹងរឿងរបស់យើងក៏បានបង្ហាញអំពីសកម្មភាពនៃការវាយកាប់នៅក្នុងមន្ទីរពេទ្យមួយគឺជាពេលវេលាដែលបង្ហាញតួថ្មីម្នាក់ដែលមានឈ្មោះថាគឹមដូយុនដែលដូយុនគឺធ្វើការងារជាគ្រូពេទ្យបន្តមកទៀតរឿងក៏បានបង្ហាញអំពីលោកស្រីគឹមដែលគាត់គឺត្រូវជាម្ដាយរបស់គ្រូពេទ្យដូមិនហ្នឹងគាត់គឺជាស្ត្រីមេផ្ទះដែលបានមើលថែចៅស្រីម្នាក់ឈ្មោះថាបូរ៉ាមបន្តិចក្រោយមកយើងបានឃើញថាដូហ៊ីបានចូលមកដល់យើងក៏បានដឹងថាបូរ៉ាមគឺជាកូនស្រីរបស់ដូហ៊ីបើតាមតែគិតទៅដូហ៊ីប្រហែលជា single mother ហើយដូហ៊ីគឺជាប្អូនស្រីរបស់គ្រូពេទ្យដូអ្នកទាំងអស់គ្នាគួរតែចាំដូហ៊ីច្បាស់នៅការពិភាក្សាមុនដែលនាងគឺធ្វើការងារនៅក្នុងក្រុមហ៊ុនជាមួយនឹងសឹងអូចំណែកឯលោកស្រីវ៉ាងគាត់បានត្រឡប់មកដល់ផ្ទះវិញណារ៉ាក៏បានសួរអំពីដំណឹងរបស់អ៊ុនហូច្បាស់ណាស់គឺមិនទាន់តាមរកឃើញនោះទេហើយលោកស្រីវ៉ាងក៏នៅតែបន្តបារម្ភចំពោះចៅប្រុសរបស់គាត់ប៉ុន្តែគាត់ក៏មានអារម្មណ៍ថាឃ្លានដូចគ្នាដោយសារតែថ្ងៃនេះគាត់បានហូបអីពេញមួយថ្ងៃហើយបន្តមកគាត់ក៏បានញ៉ាំអាហារយ៉ាងឆ្ងាញ់តែម្ដងដែលមានកូនប្រសាយុគចុងជាអ្នករៀបចំឲ្យនៅព្រឹកបន្ទាប់យើងទៅមើលសកម្មភាពនៅក្នុងគ្រួសារខាងពួកគេកំពុងតែរៀបចំផែនការក៏ដូចជាចំនួនលុយ$2លានដើម្បីទៅជួបជាមួយនឹងជនចម្រិតនៅក្នុងការជួយសង្គ្រោះដល់អ៊ុនហូហើយនៅពេលហ្នឹងគីមែនក៏ចូលរួមជួយពួកគេដែរនៅតាមផ្លូវដែលជីឡានទៅជាអ៊ីនត្រូវនិយាយទូរស័ព្ទជាមួយនឹងជនចម្រិតហើយពួកគេតែងតែនិយាយបន្លាយទៅកាន់ជាអ៊ីននាងពិតជាពិបាកតាំងអារម្មណ៍ខ្លាំងណាស់ហើយពួកគេត្រូវការបំផុតនោះគឺជាលុយជាអ៊ីនបាននិយាយថាកុំអារម្មណ៍អីនាងបានរៀបចំវារីរអស់ហើយនៅក្នុងកំឡុងពេលដែលជនចម្រិតកំពុងតែឈរនិយាយទូរស័ព្ទជាមួយនឹងជាអ៊ីនគ្រូពេទ្យដូក៏បានរត់កាប់ទីនេះចំណែកឯអ៊ុនហូគេបានរត់មើលទៅកាន់ជនចម្រិតពេលដែលមានឱកាសគេក៏បានរត់ចេញពីទីនេះដល់ពេលដែលបានឃើញបែបហ្នឹងជនចម្រិតទាំងពីរក៏បានរត់ទៅតាមអ៊ុនហូបន្ទាប់ពីគ្រូពេទ្យដូបានឃើញហេតុការណ៍មួយនេះគេក៏បានរត់ទៅជួយដល់អ៊ុនហូដូចគ្នាស្របពេលហ្នឹងគេក៏បានខលទៅប្រាប់ប៉ូលីសថាមានការចាប់ចម្រិតទៅកាន់ក្មេងតូចពួកគេបានរត់ទៅដល់កន្លែងមួយដែលនៅពេលហ្នឹងគឺជនចម្រិតបានចាប់អ៊ុនហូជាប់ហើយគ្រូពេទ្យដូបានសួរទៅកាន់អ៊ុនហូតែមិនស្គាល់ពួកគេមែនទេអ៊ុនហូក៏បានងក់ក្បាលប្រាប់បន្ទាប់មកគឺថាជនចម្រិតម្នាក់បានចូលមកវាយជាមួយនឹងគ្រូពេទ្យដូប៉ុន្តែក្រៃចាញ់ចំណែកឯជនចម្រិតម្នាក់ទៀតគេមានកំបិតនៅពេលហ្នឹងគ្រូពេទ្យដូក៏បានប្រើល្បិចក៏ហៅថាប៉ូលីសមកដល់ហើយជារកាសហ្នឹងក៏បានចាប់ទាញកំបិតចេញ
ក្រៅមកគឺថាគ្រូបេក្ខអាចយកឈ្នះទៅកាន់ពួកគេទាំងពីរបាននិងបានចាប់ម្នាក់ជាប់មុននឹកស្មានថាគីមែនបានរត់មកដល់និងបានធាក់ទៅកាន់គ្រូបេក្ខដោយសារបានយល់ច្រឡំថាគ្រូបេក្ខគឺជាជនចម្រិតប៉ុន្តែគ្រូបេក្ខក៏បានប្រាប់ការពិតហើយឲ្យទៅតាមពួកគេទៅក្រុមប៉ូលីសនិងក្រុមជួយសង្គ្រោះក៏បានមកដល់ដូចគ្នាប៉ុន្តែពួកគេចាប់ជនចម្រិតទាំងពីរមិនបាននោះទេចំណែកឯជេអ៊ីននិងប៉ាត់ជារំភើបខ្លាំងណាស់ក្រោយពេលដែលបានឃើញថាអូនហូនៅមានសុវត្ថិភាពអារម្មណ៍របស់នាងពេលនេះគឺសប្បាយចិត្តបំផុតនៅមុនពេលដែលគ្រូបេក្ខចាកចេញពីទីនេះគេក៏បានផ្ដល់ការលើកទឹកចិត្តដល់អូនហូចំណែកឯជេអ៊ីននាងពិតជាដឹងគុណខ្លាំងណាស់ចំពោះគ្រូបេក្ខដែលបានជួយដល់កូនប្រុសរបស់នាងជេអ៊ីនបាននិយាយថានាងមិនដឹងថាត្រូវអរគុណគ្រូបេក្ខដោយរបៀបណានោះទេហើយគ្រូបេក្ខក៏បាននិយាយពាក្យគួរសមនិងបានចាកចេញពីទីនេះបន្ទាប់មកជេអ៊ីនក៏បានកន្លែងឃើញថាដៃរបស់គ្រូបេក្ខគឺមានរបួសនិងមានឈាមបន្តិចគ្រូបេក្ខក៏បានប្រាប់ថាមិនអីនោះទេប៉ុន្តែជេអ៊ីនក៏មិនអាចទុកវាចោលដែរនាងក៏បានយកកន្សែងដៃរបស់នាងជួយរុំរបួសឲ្យគ្រូបេក្ខនៅក្នុងសកម្មភាពមួយហ្នឹងគឺគេចាត់បានសំណងមកហើយគេអាចនឹងគិតមិនល្អថែមទៀតអ្នកទាំងអស់គ្នាគឺពិតជាហួសចិត្តខ្លាំងមែនតើធម្មតាអ្នកដែលមានចិត្តគំនិតមិនល្អតែងតែគិតថាអ្នកផ្សេងមានគំនិតមិនល្អដូចជាខ្លួនឯងដែរបន្ទាប់មកគេចាន់ក៏បានមកអរគុណដល់គ្រូបេក្ខនិងបានសុំលេខធនាគាររបស់គាត់ដើម្បីផ្ទេរប្រាក់មួយចំនួនសម្រាប់ការអរគុណប៉ុន្តែគ្រូបេក្ខបាននិយាយថាការដែលគាត់ជួយនេះគឺមិនមែនដើម្បីត្រូវការប្រាក់នោះទេយ៉ាងណាក៏ដោយគេចាន់នៅតែអរគុណចំពោះរឿងនេះបន្ទាប់ពីហ្នឹងរឿងក៏បានបង្ហាញអំពីដូហ៊ីវិញម្ដងមុននឹងចេញទៅធ្វើការនាងក៏បានថាបទៅកាន់កូនស្រីរបស់នាងដល់ Grace Land បន្ទាប់មកដូហ៊ីក៏បានចេញទៅធ្វើការផុតដែលមករបស់នាងហើយមិនទាន់នោះទេអ្នកស្រីគឹមក៏ពិតជាខ្វាយខ្វល់ចំពោះដូហ៊ីដោយសារតែមួយរយៈពេលចុងក្រោយនេះនាងពិតជាខិតខំធ្វើការខ្លាំងណាស់ស្ទើរតែគ្មានពេលសម្រាប់នោះទេបើនិយាយទៅអ្នកស្រីគឹមក៏ពិតជាយកចិត្តទុកដាក់ចំពោះការរស់នៅរបស់កូនចៅបន្ទាប់មកយើងក៏បានឃើញថាគ្រូបេក្ខបានចូលមកដល់ហើយគាត់ក៏បានឃើញរបួសដៃរបស់គ្រូបេក្ខគាត់ពិតជាបារម្ភអំពីកូនប្រុសខ្លាំងណាស់ប៉ុន្តែគ្រូបេក្ខក៏បានផ្ដល់ស្នាមញញឹមឲ្យម៉ាក់របស់គេនិងបាននិយាយថាគ្រប់យ៉ាងមិនអីនោះទេសូមម៉ាក់កុំបារម្ភខ្លាំងពេកចំណែកឯគីមែនពេលនេះគេបានមកដល់ផ្ទះវិញនិងបានប្រាប់ម៉ាក់របស់គេថាពេលនេះអូនហូគឺសុវត្ថិភាពហើយលោកស្រីវ៉ាន់គាត់ពិតជារំភើបចិត្តខ្លាំងណាស់ដែលចៅប្រុសរបស់គាត់រួចផុតពីរឿងអាក្រក់មួយនេះប៉ុន្តែយើងមើលទៅគីមែនគេដូចជាមិនសូវរីករាយនោះទេចំណែកឯណារ៉ានាងចាប់អារម្មណ៍ទៅលើរឿងលុយ$2 លានដោយសារតែនាងគឺស្ដាយលុយនោះខ្លាំងមែនតើប៉ុន្តែដូចតែអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថាលុយនោះគឺមិនអស់នោះទេហើយនៅពេលហ្នឹងម៉ាក់របស់នាងក៏បានបន្តថាលុយ$2 លានមិនសំខាន់ដល់អាយុជីវិតរបស់ចៅប្រុសគាត់នោះទេបន្ទាប់មកគីមែនគេក៏បានស្នើទៅកាន់ម៉ាក់របស់គេអំពីរឿងលុយដូចដែលគេបានស្នើលើមុននោះប៉ុន្តែក៏បានត្រូវមួយកាបូបដោយសារតែរំខានដល់ម៉ាក់របស់គេខ្លាំងពេកគីមែនបាននិយាយថាម៉ាក់ត្រូវតែជួយខ្ញុំតែម្ដងនេះទេប្រសិនបើម៉ាក់មិនជួយនោះទេខ្ញុំនឹងជួបបញ្ហាធំយ៉ាងណាក៏ដោយគឺលោកស្រីបានក៏មិនព្រមនោះទេដោយសារតែសាមញ៉ាំខ្លាំងពេកគាត់ក៏បានដេញវាគីមែនពេញផ្ទះផងដែរបន្ទាប់ពីហ្នឹងពួកយើងទៅមើលសកម្មភាពរបស់គ្រួសារខាងវិញម្ដងពេលនេះបញ្ហាដែលបានកើតឡើងត្រូវបានបញ្ចប់ជេអ៊ីនមិនចង់ចាញ់ទៅណានោះទេនាងចង់នៅក្បែរអូនហូឃើញថាគ្រប់យ៉ាងត្រូវបានបញ្ចប់អគ្គនាយកខេត្តក៏ត្រូវទៅធ្វើការវិញពេលហ្នឹងគីចាន់គេក៏ចង់ជួលដំណើរដែរប៉ុន្តែអគ្គនាយកខេត្តក៏បានប្រាប់ថាមិនអីនោះទេប្រសិនបើមិនមានការរវល់អីនោះទេគួរតែនៅផ្ទះដើម្បីកំដរដល់ប្រពន្ធនិងកូនបន្ទាប់ពីអគ្គនាយកខេត្តបានចេញទៅផុតលោកស្រីខេត្តក៏បានបន្តទៅកាន់គីចាន់ក៏បាននិយាយថាមិនគួរនាំជេអ៊ីនទៅកន្លែងកាត់ហាត់ដែរនោះទេប្រសិនបើនេះមានការរបួសនឹងឈឺចាប់តែគិតយ៉ាងម៉េចមិនគួរធ្វើប្រហែលយ៉ាងនេះគីចាន់ក៏បានបកស្រាយថាជនចាប់ចម្រិតនោះក៏ត្រូវការឲ្យជេអ៊ីនទៅដែរប៉ុន្តែមកលោកស្រីខាងបាននិយាយថាបែបនេះគឺកាន់តែមិនគួរឲ្យនាងទៅនោះហើយបើគិតទៅលោកស្រីខាងគាត់ក៏បានដាក់គំនិតខ្លាំងចំពោះកូនប្រសារដែរទទួលស្គាល់ថាគីចាន់គេមានកំហុសរឿងដែលគេផាត់ក្បត់ប៉ុន្តែការដែលរៀបការចូលក្នុងគ្រួសារអភិជនវាមិនមែនជារឿងងាយស្រួលនោះទេគេត្រូវតែធ្វើខ្លួនឲ្យបានល្អឥតខ្ចោះហើយចំពោះរឿងមួយហ្នឹងក៏បានធ្វើឲ្យគីចាន់គេមានកំហឹងគូសំដែរស្របពេលហ្នឹងសេរីក៏បានផ្ញើសារមកគេល្មមដើម្បីមានការណាត់ជួបគ្នាហើយនៅពេលហ្នឹងសង្អូក៏បានខលមកគីចាន់ដូចគ្នាគេត្រូវការឲ្យគីចាន់ផ្ញើឯកសារមួយចំនួនឲ្យទៅគេគីចាន់ក៏បានប្រាប់ថាឯកសារមិននៅនឹងគេនោះទេហើយគេក៏បានឲ្យសង្អូចូលទៅក្នុង office របស់គេ
ឯកសារគឺគេបានទុកនៅក្នុង laptop ប៉ុន្តែមកសង្អូក៏បានចូលទៅទីនោះហើយដូចដែលអ្នកទាំងអស់គ្នាបានដឹងចឹងថាការងាររបស់សង្អូគឺនៅកម្រិតទាបបំផុតគេរកឯកសារមិនឃើញនោះទេក៏ត្រូវការជំនួយរបស់គេនោះគឺជាដូហេនៅពេលហ្នឹងសង្អូបានប្រើប្រាស់កាសជាប្រធានផ្នែកដើម្បីហៅដូហេមកកាន់ទីនេះដល់ពេលដែលនាងចូលមកដល់ក៏បានឃើញថាមិនមែនជាគេចាននោះទេគឺជាសង្អូនាងក៏បានបន្តទៅកាន់សង្អូដែលចំពោះការលេងសើចដែលមិនសមបែបនេះយ៉ាងណាក៏ដោយសង្អូគេក៏បានបកស្រាយហើយអ្វីដែលគេត្រូវការនោះគឺគេត្រូវការឲ្យដូហេឆែកមើលឯកសារដែលគេចង់បាននៅពេលហ្នឹងដូហេក៏បានធ្វើតាមសំណើរបស់សង្អូចំណែកឯសង្អូមិនខ្វល់នោះទេគេក៏បានចេញទៅមុនប៉ុន្តែមកដូហេក៏បានឃើញឯកសារមួយចំនួនមិនប្រក្រតីនោះទេតើមានអ្វីកើតឡើងចំពោះឯកសាររបស់គីចាន់បន្ទាប់ពីហ្នឹងយើងទៅមើលគីចាន់តែម្ដងពេលនេះគេកំពុងតែមានសេចក្តីសុខជាមួយនឹងសារីប្រពន្ធក៏បានខលមកប៉ុន្តែគេមិនលើកទូរស័ព្ទនោះទេហើយនៅពេលហ្នឹងពួកគេទាំងពីរក៏បានពិភាក្សាគ្នាអំពីផែនការដែលគេត្រូវធ្វើបើកាត់ទៅគេចាំគេប្រហែលជាអាចរៀបចំផែនការណាមួយដើម្បីកំណត់នឹងចាក់ចេញពីគ្រូសាអភិជនមួយនោះកាត់ទៅមើលគ្រូសាគ្រូពេទ្យដូវិញម្ដងក៏បាននិយាយអំពីរបបដៃរបស់គាត់គឺវាបានកាត់ឡើងដោយសារតែការចាប់ចម្រិតក្មេងឬមួយណាស់បានធ្វើឲ្យដូហេភ្ញាក់ផ្អើលមែនទែនហើយគ្រូសាក៏បានប្រាប់ទៅកាន់បូរ៉ាមឲ្យប្រយ័ត្នប្រយែងចំពោះរឿងនេះចំណែកឯជេអ៊ីនអ្នកបានណាត់ជួបគ្នាជាមួយនឹងយូខ្ចុងពួកគេទាំងពីរគឺជាមិត្តភក្តិនឹងគ្នាហើយនៅពេលហ្នឹងយូខ្ចុងក៏បានសួរអំពីសុខទុក្ខរបស់អ៊ុនហូដែរដោយដែលអ្នកគ្នាបានដឹងចឹងថាពេលនេះគឺមិនអីនោះទេពួកគេទាំងពីរក៏បាននិយាយដល់មិត្តម្នាក់ទៀតដែលពួកគេខានជួបគ្នាអស់6-7ឆ្នាំហើយនៅពេលហ្នឹងមិត្តម្នាក់នោះក៏បានបង្ហាញខ្លួនតែម្ដងវាបានធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលមែនទែនពីព្រោះថាគឺជាសេរីការពិតទៅពួកគេទាំងបីគឺជាមិត្តភក្តិគ្នាកាលពីមុនមកហើយពាក្យពីររបស់យើងបានមកដល់ទីបញ្ចប់នៅពេលនេះ